ប្រវត្តិឆាវគឺជាមេដឹកនាំយោធានិងអ្នកនយោបាយដ៏ល្បីល្បាញម្នាក់នៅចុងសម័យរាជវង្សហានខាងកើតគាត់កើតនៅឆ្នាំ1055 កសក្នុងគ្រួសារមន្ត្រីមួយដែលមានឋានៈខ្ពស់តាំងពីវ័យក្មេងគាត់ត្រូវបានគេស្គាល់ថាជាមនុស្សឆ្លាតវៃក្លាហាននិងមានសមត្ថភាពខាងការដឹកនាំនៅពេលរាជវង្សហានចាប់ផ្ដើមទុនខ្សោយនិងមានការបះបោរនៅតាមតំបន់ផ្សេងៗឆាវបានចូលរួមបង្ក្រាបការបះបោរនិងបង្ហាញសមត្ថភាពខាងយោធារបស់ខ្លួនបន្ទាប់មកគាត់បានប្រមូលផ្ដុំកងទ័ពនិងពង្រីកអំណាចរបស់ខ្លួននៅភាគខាងជើងនៃប្រទេសចិនដោយឆាវបាននាំអធិរាជអាហារមកស្នាក់នៅក្រោមការការពាររបស់ខ្លួនហើយប្រើព្រះនាមអធិរាជដើម្បីគ្រប់គ្រងបណ្ដាមេដឹកនាំផ្សេងៗដោយសារយុទ្ធសាស្ត្រដ៏ឆ្លាតវៃនិងការដឹកនាំដ៏រឹងមាំគាត់អាចបង្រួបបង្រួមតំបន់ភាគខាងជើងភាគច្រើនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនបានក្នុងវិស័យយោធាឆាវបានដឹកនាំសង្គ្រាមជាច្រើននិងទទួលបានជ័យជំនះជាច្រើនទោះជាយ៉ាងណាគាត់ក៏បានជួបបរាជ័យដ៏ធំមួយនៅសមរភូមិច្រាំងក្រហមដែលជាការប្រយុទ្ធរវាងកងទ័ពរបស់គាត់និងសម្ព័ន្ធកងទ័ពភាគខាងត្បូងបរាជ័យនេះបានធ្វើឲ្យគាត់មិនអាចបង្រួបបង្រួមប្រទេសចិនទាំងមូលបានក្រៅពីជាមេទ័ពនិងអ្នកនយោបាយឆាវក៏ជាកវីនិងអ្នកនិពន្ធដ៏មានទេពកោសល្យផងស្នាដៃអក្សរសិល្ប៍របស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងលើអក្សរសិល្ប៍ចិនចំនួនក្រោយឆាវបានទទួលមរណភាពនៅឆ្នាំ2020 កសបន្ទាប់ពីការស្លាប់របស់គាត់កូនប្រុសរបស់គាត់បានបង្កើតនគរវិញដែលក្លាយជានគរមួយក្នុងចំណោមនគរទាំង3នៃសម័យនគរវិញនៅក្នុងប្រវត្តិសាស្ត្រឆាវត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏ឆ្លាតវៃមានចក្ខុវិស័យនិងសមត្ថភាពខ្ពស់ទោះបីជាមានការរិះគន់ពីមនុស្សមួយចំនួនក៏ដោយក៏គាត់នៅតែជាបុគ្គលដ៏សំខាន់និងមានឥទ្ធិពលបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រចិន